up on the city, not the big empire. Cool running masters all over the area. The land of us, so many things that man have to admire. With my music, I respond, I put the kingdom on fire. Cheer kingdom on the rise with a clap your hands crew and the professor. I may say king scheme and trauma the loop addiction. Me gonna run the mission, some of them I want to be done. Some of them are corrupt, some of them are roll the bomber, some of them are link, some of them are do the DJ runner. Me look up on the city, not the big empire. Cool running masters all over the area. The land of us, so many things that man have to admire. With my music I respond, I put the kingdom on fire.ទីមួយបានឈ្នះហ៎តែចឹងប្រាប់មូលហេតុបានទេមូលហេតុនិយាយមួយម៉ាត់ទៅមនុស្សយើងពេលខ្លះយើងមើលមុខគាត់ទៅមានអំណោយទានចាគាត់ធ្វើឲ្យលីតាសុបាយបានណាគាត់អត់ធ្វើឲ្យលីតាសុបាយបានចុះបេក្ខជនទី3ចាបេក្ខជនទី3បាត់គាត់មានសមត្ថភាពដូចគ្នាតែខ្ញុំដូចថាសំណួរតូចចិត្តខ្ញុំទៅខាងបេក្ខជនទី1អូខ្ញុំមិនលំអៀងខ្ញុំមិននិយាយហ្នឹងចុះឥឡូវសួរមែនទេបងប្អូនកន្លែងមួយដែរមែនទេឥឡូវសួរបងរតនាវិញក្នុងនាមជាមនុស្សប្រុសដូចជាអូនហើយសួរបងចាប់បាត់ហើយសួរតិចមើលប៉ាអូមួយកោត្រីកូនតិចមើលជួយរកប្តីឲ្យកូនតិចបាទបើសិនជាក្នុងបងគឺជាប៉ាប៉ាណាចាបងចង់ឲ្យលីដាជ្រើសរើសលេខ1ហើយកូនភាសាប៉ាប៉ាមានតែលេខ1ដែលសង្ហាស័ក្តិសមនឹងលីដាលេខ3អត់សមចឹងហ្មងចុះមិនក៏គាត់ខាងគាត់ចាចុះបើយើងងាកមកខាង SMS វិញតែកញ្ញាដូចនេះសង្កេតមើលឃើញថាសម្រាប់សារ SMS គឺអ្នកណាឯងគាត់គិតថាពេញចិត្តសម្រាប់ទស្សនិកជនតាមគេដ្ឋានណាបាទពីច្រើនគេចង់ឲ្យលីដាជ្រើសរើសអ្នកអត់ស្អាតអ្នកអីចឹងណាខ្ញុំអត់ដឹងទេតែពួកគេដ្ឋានភាគច្រើនឥឡូវសម្រាប់ចិត្តទៅបាទបងប្អូនគេទេចាឥឡូវតោះកញ្ញាអត់ដូចលីឡាតែអ្នកណាគេដែលត្រូវចាក់ចែងនៅក្នុងវគ្គនេះច្បាប់ប្រកាសជូនសម្រាប់ចិត្តឲ្យបេក្ខជនទីប្រមាណចាក់ចេញពីកម្មវិធីដល់ប្រចិត្តអូនតោះឥឡូវយើងកុំញ៉ាំអារម្មណ៍កញ្ញាដូចជីដាគាត់ឆ្លោយកុំញ៉ាំអារម្មណ៍គាត់ទៀតអូខេឥឡូវអារម្មណ៍គាត់កំពុងតែបល់ហើយម៉ាក់យ៉ាជំរុះចាញ់អូខេតោះឥឡូវជំរុះតែម្ដងវគ្គជំរុះចាញ់ខ្ញុំសុំតសុំអូយបាទអូខេឥឡ
ខ្ញុំសូមឲ្យកញ្ញាដូចដាឆ្លើយតែម្ដងណា ហើយពិបាកចិត្តជាង មិនបានតោះ ពិបាកចិត្តជាងអត់លុយទិញកោដាក់ផ្ទះទៀតនេះ ចាតោះកញ្ញាដូចដាតើអ្នកណាគេត្រូវចាក់ចេញនៅក្នុងវគ្គនេះអូខេសូមអូខេអូខេឥឡូវខ្ញុំសុំសួរខ្ញុំសុំសួរមួយម៉ាត់ហើយសុំចម្លើយតែមួយណាតើខ្ញុំគួរតែជ្រើសយកអ្នកណាដើម្បីចេញពីកម្មវិធីនេះជ្រើសចាក់ចាញ់ណា អូឥឡូវលើក3ឥឡូវក្រោយដែរអូខេទៅដល់មកចិត្តអូន ចាតោះចា មកចិត្តតែម្ដង អូខេសុំលេងហ៎លេងទីមួយច្បាស់ហើយច្បាស់ហើយ ចា ច្បាស់ហើយ ដោបានណាអាចដោបាន អូខេច្បាស់ហើយ ច្បាស់ហើយទីមួយ ខ្សែក្រោយខ្សែក្រោយអូយមិនបានសម្រាប់ទេសម្រាប់នេះយើងសូមគោរពសក្ការៈចំពោះបេក្ខជនទី1ដែលត្រូវចាក់ចេញពីកម្មវិធីអូយស្រាហង baby អូខេឥឡូវសូមមានអីទៅសួរគ្នាទៅវិញទៅមកអីបាទ ហើយអត់ តាមប៉ាត់ទៅធ្លាប់ធ្វើការងាររួមគ្នាមួយគាត់ហើយគាត់ដឹងខ្ញុំចូលចិត្តញ៉ាំពងទាប្រៃតែសុំទោសណាដោយសារមែនឮសលេងខ្ជុះពេក អត់អីទេតែចតឡាននឹងម្ដុំណា ជីកតុកមកតាមមកជីកតុកមកហើយ ចាអរគុណណាស់បាទថ្ងៃនេះបាទស្វ័យចិត្តមែនតើគឺស្វ័យចិត្តក៏ដោយសារមានទស្សនិកជនតាំងទទួលនឹងទីនេះផ្ទាល់ដែលបានជួយគ្រប់គ្រងរូបខ្ញុំបាទអរគុណឃើញឡាយដែលបានទៅមួយកញ្ញាវិញបាទ ចង់ខ្លាំងមែនចង់ខ្លាំងមែនទេមក ចង់ខ្លាំងតែធ្វើមិនអត់កាយ អូខេចាអរគុណណាស់អ្នកសម្រាប់បានចា បាទពេលមកទូចៃជននៅក្នុងវគ្គនេះដូចខ្ញុំមកជម្រាបជូននេះគឺជាវគ្គដែលតាមតឹងមែនទែនហើយវគ្គដែលតាមតឹងនេះបានសម្រាយរួចរាល់ហើយគឺជាវគ្គដែលធូរទ្រូងមែនទែនសម្រាប់ទស្សនិកជនដូចជាតារាកិត្តិយសលោកអ្នកបានទទួលជ្រាបហើយបេក្ខជនចំនួន4រូបជម្រុះរហូតឥឡូវនេះសល់ត្រឹមតែ1រូបគឺជាបេក្ខជនទី3ដែលជាអ្នកឆ្នះក្នុងកម្មវិធីដូច្នេះសូមចូលរួមមកសាទរចំពោះបេក្ខជនទី3ដែលជានៅក្នុងកម្មវិធីណាជួបជាមួយកញ្ញានេះយ៉ាងណាបាទទៅជួយទៅមុខបាទទៅជួយចាយើងសប្តាហ៍នេះគឺយើងអបអរសាទរទៀតហើយអរគុណច្រើនសម្រាប់លីដាមិញហ្នឹងមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលបងប្អូនទស្សនាទីនេះមានអ្នកគ្រប់គ្រងលេខ1ផងមានអ្នកគ្រប់គ្រងលេខ3ផង ពេលហ្នឹងមានអារម្មណ៍ថាសប្បាយចិត្តនឹងជ្រើសយកមែនតើហើយតែអ្វីដែលសំខាន់នៅពេលដែលគាត់និយាយស្ដាប់ឮតិចខ្លួនឯងគាត់តែខ្ញុំទី1គាត់សលេងគាត់ខ្ជូតពេកខ្ជូតកូនក្មេងអូចាគាត់យើង25ឆ្នាំណាគាត់25ឆ្នាំហើយអ្វីមួយទៀតចម្លើយដែលខ្ញុំសួរគាត់ហ្នឹងគឺគាត់ក៏ឆ្លើយបានល្អពេញចិត្តខ្ញុំដែរគាត់គាត់ថាមកខ្ញុំពេញចិត្តធ្វើហើយខ្ញុំពេញចិត្តធ្វើទៅចាប៉ុន្តែសម្រាប់ចម្លើយបេក្ខជនទី3បេក្ខជនទី3ចាគឺចម្លើយគាត់ក៏មានន័យដែរបាទគឺគាត់ព្យាយាមសួរនាំថាហេតុអីបានចេះចង់ថតអញ្ចឹងហេបាទចាហើយមួយទៀតគឺបងប្អូនគាត់ញ៉ាំសារមកច្រើនចឹងហ៎ចាហើយអ្វីដែលសំខាន់ប៉ាប៉ាអត់ដែរចង់ឲ្យបានអត់ដែរចង់ឲ្យកូននឹងបានប្តីល្អទេលីដាប៉ាចង់ឲ្យកម្មវិធីប៉ាសប្បាយទៅឲ្យកូនយកលេខបើចាក់ចេញហ្នឹងអរគុណដែលសម្រាប់បេក្ខជនរបស់យើងមានអារម្មណ៍បែបណាពេលដែលទទួលបានឱកាសដ៏ពិសេសគឺញ៉ាំអាហារពេលល្ងាចជាមួយកញ្ញាដូចនេះដែរ
ទៅខ្ញុំមានអារម្មណ៍ថាសំភើបសប្បាយរីករាយមិនព្រមភើបសប្បាយរីករាយតែននិយាយទៅសប្បាយចិត្តពេកបងនិយាយទៅដិតសំទោសបាទតែបានជួបជាមួយកញ្ញាដូចលីដានឹងញ៉ាំអាហារពេលល្ងាចរ៉ូម៉ាន់ទិកជាមួយគាត់ជាពិសេសគឺអរគុណហ្វេនច្រើនមែនតើខ្ញុំអត់ដែរស្គាល់គាត់ទេខ្លះគាត់ខ្ញុំច្រើនមែនតើអរគុណជាងអរគុណតាមនៅក្នុងកញ្ចក់ទូទៅផងដែរទស្សនិកជនអរគុណអរលោកញ្ញាប្រិមត្តទូទាំងជនដែលកំពុងទស្សនានៅក្នុងកម្មវិធីស្នេហ៍កម្មនៅឃើញតែនេះរយៈពេល1ម៉ោង30នាទីបានឈានចូលដល់ទីបញ្ចប់ខ្ញុំសប្បាយរីកនៅក្នុងកម្មវិធីរបស់យើងសូមជម្រាបជូនដល់លោកអ្នកហើយលោកអ្នកបានទទួលជ្រាបហើយបេក្ខជនទី3ដែលជំនះឆ្នះនៅក្នុងកម្មវិធីហើយលោកអ្នកបានទស្សនានៅវីដេអូនៃការញ៉ាំអាហារពេលល្ងាចយ៉ាងរ៉ូម៉ាន់ទិកជាមួយនឹងកញ្ញាដូចជានៅក្នុងសប្តាហ៍ក្រោយនឹងបង្ហាញជូនដល់លោកអ្នកចាអរគុណហើយក៏សូមជម្រាបជូនថាលោកអ្នកកុំភ្លេចឲ្យសោះការផ្ញើសាររបស់លោកអ្នកយើងនឹងធ្វើការចាប់រង្វាន់នៅក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យរបស់ស្រីទូទស្សន៍ CTN ហើយយើងនឹងធ្វើការចែករង្វាន់នៅក្នុងកម្មវិធីស្នេហ៍កំបាំងនៅសប្តាហ៍ក្រោយអរគុណស្រាកបានឈានចូលដល់ទីបញ្ចប់យើងជួបទាំងអស់គ្នារួមជាមួយសាករីសូមអរគុណសូមគោរពលាបាយ